ពេលនេះស្របពេលដែលខាងគណៈបពប្រឆាំងម្សិលមិញនេះគឺមានលោកសំរងស៊ីពេលដែលគាត់ធ្វើពិធីថ្លែងសារមួយនៅទីក្រុងប៉ារីគាត់ទុកពេលឲ្យរដ្ឋាភិបាលកម្ពុជាដល់ទៅ3ខែเนาะថាបើអត់យកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមកអនុវត្តដើម្បីដោះស្រាយបញ្ហាចំនួនព្រំដែនទេគឺគណៈបពប្រឆាំងនេះនឹងរៀបចំឲ្យមានរដ្ឋាភិបាលស្រមោលមួយអញ្ចឹងបងប្អូនឥឡូវយ៉ាងណាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីคล้ายទៅជាចំណុចដែលគួរឲ្យតាក់ទាញដែរព្រោះមានអង្គការសង្គមស៊ីវិលផងមានគណៈបពប្រឆាំងផងអីអញ្ចឹងដែលលើកឡើងនៅក្នុងរឿងនេះបាទឥឡូវនេះគឺរឿងនេះគឺខ្ញុំស្លេះប៉ុណ្ណឹងហើយរឿងអស់ហើយរឿងក្នុងជាតិឥឡូវចូលដល់រឿងអូជាតិនៅមួយទៀតរឿងរាយបលាលួសបងប្អូនបលាលួសនេះគឺដល់ហើយរាយដល់ណាដល់ណីទៀតឥឡូវដល់ឃុំថ្មដាស្រុកវាលវែងនៅពោធិ៍សាត់អីហ្នឹងឃើញរូបថតដែលផ្ញើមកទាហានថៃនឹងចាប់ផ្ដើមរៀបទៅបលាលួសហ្នឹងគឺមានហាងឆេងមែនតើតម្រងបាទមានហាងឆេងជាងស្ពឺឥឡូវនេះយើងលោកណាត់តភងណាផានិចបាននិយាយហើយគឺស្របមែនអាពេលដែលរៀបបលាលួសខ្លាំងហ្នឹងគឺគាត់ថាអត់មានបទូដៃទេគឺមានតដាក់ថែមហើយយើងរងចាំមើលថាតើគាត់ធ្វើដល់កម្រិតណាទៀតហើយកម្ពុជាខ្ញុំជឿថាគ្មានជំរឿសអីក្រៅតែពីប្តឹងទេបើទោះបីជាការប្តឹងហ្នឹងវាអាចធ្វើឲ្យកម្ដៅនឹងក្តៅក៏ដោយប៉ុន្តែបើអត់ប្តឹងថៃកាន់តែបានដៃទៀតបាទឥឡូវខ្ញុំស្លេះព័ត៌មានក្នុងស្រុកត្រឹមប៉ុណ្ណេះព័ត៌មានអន្តរជាតិដើម្បីបិទបញ្ចប់ការផ្សាយរបស់ខ្ញុំហើយព័ត៌មានអន្តរជាតិនេះគឺមែនតើគឺក៏យើងគួរដឹងដែរព្រោះដោយសារអីរឿងអ៊ុយក្រែននិងរុស្ស៊ីវាក្តៅកកខ្លាំងណាស់មិនមែនដូចរឿងនៅគុយបាដែលអ៊ំម្នាក់មកហូបតកកឈូសនៅព្រៃវែងហើយមកឈឺឆ្អាលរឿងបញ្ហាក្តៅនៅគុយបាទេរឿងនេះមិនមែនជារឿងកំ pl ាញទេបងប្អូនរឿងរុស្ស៊ីនិងរឿងអ៊ុយក្រែននេះក៏វាជារឿងពិភពលោកដែលប៉ះពាល់ដល់គ្រប់ច្រកគ្រប់លហកទាំងអស់បាទឥឡូវនេះគឺតើដំណោះស្រាយបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះបានដល់កម្រិតណាទៅហើយថ្ងៃមិញនេះគឺមានជំនួបមួយធំជាមួយនឹងលោក Vladimir Putin សំទោសលោក Zelensky បាទលោក Zelensky ហ្នឹងគឺជាមេដឹកនាំរបស់អ៊ុយក្រែនដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អញ្ជើញគាត់មកដល់សេតវិមានដើម្បីជជែករកវិធីបញ្ចប់សង្គ្រាមនៅឯប្រទេសអ៊ុយក្រែនដែលសង្គ្រាមឈ្លានពានរុស្ស៊ីវាយចូលយកទឹកដីអ៊ុយក្រែនហ្នឹងឲ្យឆាប់ចប់តាមដែលអាចធ្វើទៅបានហើយនៅក្នុងនោះលោកប្រធានាធិបតីអាមេរិក Donald Trump ហ្នឹងក៏បានអញ្ជើញមេដឹកនាំសហគមន៍អឺរ៉ុបមកជាច្រើនប្រទេសបាទមកចូលរួមដើម្បីជជែកនៅក្នុងរឿងនេះដែរអញ្ចឹងអាមេរិកនេះធ្វើរឿងនេះឲ្យធំសម្បើមតែម្ដងព្រោះអីមុននេះ2ថ្ងៃជួបគ្នានៅអាឡាស្កាជាមួយលោក Vladimir Putin អត់បានលទ្ធផលអីសោះដៃទទេសុតសាតប៉ុន្តែលើកនេះពេលដែលចេញទៅវិញចប់ហ្នឹងគឺមានលទ្ធផលបានខ្លះដែរតើលទ្ធផលអីសង្គ្រាមហ្នឹងនឹងបញ្ចប់ឆាប់នៅពេលណាហើយពួកគាត់ជជែកអីឲ្យប្រកាសបាទអ្វីដែលជាដំណោះស្រាយឬក៏អាចថាជាលទ្ធផលគឺភ្លាមក្រោយជួបលោក Vladimir សំទោសចិត្តទៅ Vladimir Putin ហ្នឹងពេលក្រោយជួបលោក Zelensky ភ្លាមហ្នឹងគឺលោក Trump បានទេទៅលោក Putin ភ្លាមដែរនៅរុស្ស៊ីនោះណាគាត់ទេតាមទូរស័ព្ទនិយាយគ្នាប្រហែល40នាទីប្រាប់អំពីថាពីរអ្នកហ្នឹងត្រូវតែជួបគ្នាចង់និយាយថាទីកន្លែងអត់ទាន់កំណត់ទេតែត្រូវជួបគ្នាតែរុស្ស៊ីហើយនឹងអ៊ុយក្រែនសិនអាមេរិកចង់ឲ្យពីរអ្នកហ្នឹងជួបគ្នាអញ្ចឹងក៏ទេទៅពូទីនហ្នឹងគឺចង់ប្រាប់អញ្ចឹងដើម្បីក្រោយមកទៀតចាប់ពីអ៊ុយក្រែនលោក Zelensky ជួបជាមួយលោកពូទីនហើយគឺត្រូវជួប3ភាគីគឺអាមេរិកនៅសម្រាប់សម្រួលហើយពូទីននិងលោក Zelensky ជួបគ្នាមួយសារទៀតដើម្បីអីសម្រេចអំពីគោលការណ៍សន្តិភាពឥឡូវនេះក៏អត់ទាន់និយាយអំពីគោលការណ៍សន្តិភាពនឹងហ្មងទេហើយខ្ញុំនិយាយអំពីលទ្ធផលនេះវារៀងប្លែកបន្តិចដែរពេលដែលជជែកគ្នានៅក្នុងសេតវិមានហ្នឹងគឺលោកត្រាំបានពមៀនទៅលោកមេដឹកនាំអ៊ុយក្រែនថាឈប់ចិញ្ចឹមចិត្តទៀមទាតំបន់ក្រេមៀមកវិញណាដាក់សម្ពាធទៅអ៊ុយក្រែនដែរប្រធានាធិបតីអាមេរិកនោះណាប្រាប់ឲ្យថាឲ្យអ៊ុយក្រែនកុំទៀមទាអ៊ុយក្រែនណាក្រេមៀអីមកវិញទៀតហើយឈប់សម័យរឿងថាចង់ចូលជាសមាជិកអង្គការ NATO អីទៀតរឿងពីរហ្នឹងគឺលោកត្រាំប្រាប់ថាឈប់ទៅឈប់គិតឈប់នឹកងារព្រោះតែគិតគឺវាអត់បានផលទៅជជែកគ្នារកសន្តិភាពអីទេហើយដោះស្រាយមករឿងបញ្ហាអ៊ុយក្រែនអារឿងដែលដែនដីដែលរុស្ស៊ីគ្រប់គ្រងបាននេះវិញតើត្រូវទុកប្រមាណត្រូវលះបង់ប្រមាណទៀតឲ្យរុស្ស៊ីប៉ុន្តែអ៊ុយក្រែនបាននិយាយឲ្យលោក Vladimir លោក Zelensky និយាយរាល់ដងថាបើឲ្យតែចរចាបាត់ដីគឺក៏អត់ចរចាប៉ុន្តែឥឡូវឮសូអត់និយាយរឿងគ្រីមៀបានន័យថាបាត់គ្រីមៀមួយភឹងទៅរុស្ស៊ីហ្នឹងមិនអញ្ចឹងណា
តែមើលទៅអ៊ុយក្រែនគ្នាក៏រងសម្ពាធច្រើនដែរដូចថាគេដូចថាអាមេរិកអីហ្នឹងគឺចង់ថាឲ្យមានចូលតុកចរចាទៅឲ្យគេខ្លះអីខ្លះទៅដើម្បីឲ្យឆាប់ចប់ចង់និយាយចឹងណាលោកត្រាំចង់បានអញ្ចឹងតាំងពីយូរហើយលោកត្រាំថាអូយកាត់ខ្លះឲ្យគេទៅកុំឲ្យតែគេយកទាំងអស់ផងពេលខ្លះហ្នឹងលោកខាងមេដឹកនាំអ៊ុយក្រែនក៏ខឹងលោកត្រាំខ្លាំងមែនតើគាត់ថាឲ្យគេចរចាឲ្យដីរបស់គេទៅឲ្យអ្នកដែលឈ្លានពានឲ្យទៅឲ្យគ្នាទ្រាំលេបមិនបានប្រជាប្រដ្ឋគេមិនព្រមប៉ុន្តែនៅក្នុងការចរចាលើកនេះនៅក្នុងជួបជាមួយអាមេរិកនេះគឺលោកត្រាំនិយាយថាបានជជែកគ្នាជាមួយអ៊ុយក្រែនត្រង់រឿងមួយគឺចោះកិច្ចបរិយាថាព្រមព្រៀងគ្នាក្នុងការទិញ security ចង់និយាយទិញការធានាការពារសន្តិសុខឲ្យអ៊ុយក្រែនពីអាមេរិកណាបងប្អូនតើការទិញការធានាសន្តិសុខឲ្យអ៊ុយក្រែនពីអាមេរិកហ្នឹងគេទិញយ៉ាងម៉េចបើតាមអ្វីដែលលោកZelensky លើកឡើងនេះគឺទិញគេហៅប្រព័ន្ធការពារកំជ្រួចផ្លោងអីចឹងណាបងប្អូនមានទាំងប្រព័ន្ធការពារទប់ទល់ការឈ្លានពានរបស់រុស្ស៊ីផងប្រព័ន្ធការពារកញ្ជ្រួចផ្លោងឆ្លងពីរុស្ស៊ីចូលអ៊ុយក្រែនផងនិងឧបករណ៍ច្រើនទៀតដែលលោក Zelensky ថាអត់ប្រាប់អស់ឲ្យទុកឲ្យឆ្ងល់ហើយទៅលោកថាការដែលគាត់សន្យាទិញរបស់ដើម្បីការពារប្រទេសអ៊ុយក្រែននេះគឺតែ10ថ្ងៃទៀតគឺត្រូវដឹកយកទៅពីអាមេរិកដើម្បីជួយឲ្យព្រមព្រៀងជាមួយអាមេរិកឲ្យទំហំទឹកប្រាក់ដល់ទៅប្រមាណឈប់ខ្ញុំរកសិនប្រហែលជា$1,000 លានបងប្អូនប្រហែលជា$90,000 លានច្រើនណា$90,000 លានហ្នឹងគឺអ៊ុយក្រែនព្រមទិញគ្រឿងការពារសុវត្ថិភាពនៅប្រទេសអ៊ុយក្រែនដើម្បីទប់រុស្ស៊ីបានន័យថាម៉េចអញ្ចឹងបើចរចាហេតុអីបានជាអ៊ុយក្រែនទិញគ្រឿងទាំងអស់នេះយកទៅការពារព្រោះអ៊ុយក្រែនអត់ទុកចិត្តរុស្ស៊ីទេអញ្ចឹងនៅក្នុងន័យនេះលោកត្រាំគឺធ្វើបានជោគជ័យមួយត្រង់ថាកាលពីមុនណានេះអាការថ្ងៃ8ខែសីហាមុនជួបលោកពូទីននៅឯអាឡាស្កាហ្នឹងលោកត្រាំដាក់ឱសានវ៉ាតមួយថាត្រឹមថ្ងៃទី8ខែសីហាត្រូវថ្ងៃសុកកន្លងទៅនោះណាបើសិនជាប្រទេសរុស្ស៊ីអត់ព្រមឈប់បាញ់ទេគឺគាត់ដាក់ទណ្ឌកម្មឲ្យធ្ងន់ធ្ងរមែនតើតែពេលថ្ងៃ8មកដល់អត់មានទណ្ឌកម្មអីសោះហើយទៅក៏ហៅលោកពូទីនទៅជួបនៅអាឡាស្កាដៃទៅទេទៀតអត់មានដាក់ទណ្ឌកម្មប៉ុន្តែឥឡូវពេលទៅជួបជាមួយនឹងលោក Zelensky លោកត្រាំមានប្រសាសន៍អញ្ចេះទៅវិញថាក៏អត់ខ្វល់អារឿងបាត់ឈប់បាញ់ផងបាញ់គ្នាក៏បាញ់ទៅចង់និយាយថាបើឈប់ក៏ល្អប៉ុន្តែបើអត់ក៏អត់មានបញ្ហាអីដែរហើយដល់អញ្ចឹងទៅធ្វើឲ្យអ្នកសន្និដ្ឋានមួយចំនួនគិតថាលោកត្រាំហាក់បីដូចជាដូរចិត្តមួយថាចោះអត់មានបាត់ឈប់បាញ់គណៈប្រតិភូអឺរ៉ុបមកសួរគាត់ថាអត់មានបាត់ឈប់បាញ់ទៅចរចាគ្នាយ៉ាងម៉េចទៅអារឿងជួបគ្នាពីអ្នកនឹងពីប្រទេសហ្នឹងវាតើតែមានបាត់ឈប់បាញ់សិនហើយជាមើលមុននឹងលោកZelensky ចូលមកសេតវិមានអ៊ុយណែរុស្ស៊ីទម្លាក់គ្រាប់បែកនៅ4ក្រុងរបស់អ៊ុយក្រែនស្លាប់មនុស្សអស់យ៉ាងហោចក៏10នាក់ដែរនៅក្នុងមួយផ្លែតមុននឹងលោកZelensky ចូលមកជួបនិយាយជាមួយលោកត្រាំរុស្ស៊ីអត់ឈប់អញ្ចឹងដល់ពេលអញ្ចឹងលោកត្រាំក៏ថាអារឿងបាត់ឈប់បាញ់ឈប់មិនឈប់កុំខ្វល់នៅពេលនេះគាត់និយាយតែពីរឿងថ្ងៃក្រោយមានសន្តិភាពអញ្ចឹងបានធ្វើឲ្យគេសន្និដ្ឋានថាលោកត្រាំអត់ខ្វល់រឿងបាត់ឈប់បាញ់នៅពេលនេះបើឈប់ក៏ឈប់មិនឈប់ក៏ហីទៅគឺជាឱកាសនៅក្នុងការលក់សពាវុធរបស់អាមេរិកនេះដែលមានតម្លៃទឹកប្រាក់$90,000 លានយកទៅឲ្យអ៊ុយក្រែនយកទៅការពារខ្លួនទៅយកទៅការពារខ្លួនហើយអាមេរិកនៅពីក្រោយដើម្បីជួយការពារដើម្បីទប់នឹងរុស្ស៊ីចឹងរុស្ស៊ីអត់ឈប់បាញ់បានន័យថារុស្ស៊ីនឹងរងប្រព័ន្ធការពារពីអាមេរិកហើយអឺរ៉ុបក៏ជួយការពារអ៊ុយក្រែនដែរដូច្នេះរុស្ស៊ីកំពុងតែរងសម្ពាធខ្លាំងមួយថាតើខ្លួននៅឯកោប៉ុណ្ណាបើខាងអ៊ុយក្រែនគេមានប្រព័ន្ធការពារហើយចុះកិច្ចព្រមព្រៀងជាមួយនឹងអាមេរិកជាទឹកប្រាក់$90,000 លានបងប្អូនតែមានលុយហើយលោកត្រាំដឹងតែញញឹមខ្ជិបហើយព្រោះគាត់អ្នករុស្ស៊ីតែបានលុយប៉ុណ្ណេះហើយគឺជួយឲ្យអ៊ុយក្រែនដោយការគាត់ជួយខ្មែរនិងថៃដែលឲ្យថាឈប់បាញ់គ្នាទៅគាត់នឹងបញ្ចុះពន្ធឲ្យដល់ពេលឈប់បាញ់គ្នាគាត់បញ្ចុះពន្ធឲ្យបានត្រឹម19%ប៉ុន្តែស្មានតែបញ្ចុះដល់0ព្រោះត្រូវគ្នាឡើងបាញ់ហើយនៅបាន19%ដូចចង់និយាយថានៅតែយកពន្ធដដែលគាត់ថាគាត់ថាមិនហ្នឹងមិនយក36ផងប៉ុន្តែយ៉ាងនិយាយទៅគឺឲ្យតែលុយគឺញញឹមខ្ជិបធម្មតាទេណាគេមិនគិតលុយតែជួយរដ្ឋដតីខ្លះពេកឡើងរីងខ្លួនដែរមិនអញ្ចឹងអាមេរិកកាំងគេគិតពីជនជាតិអាមេរិកឬប្រយោជន៍របស់គេដែរអញ្ចឹងនៅក្នុងន័យនេះគឺគេគិតពីប្រយោជន៍អាមេរិកហើយតែវាចៃដន្យអីអាប្រយោជន៍របស់អាមេរិកហ្នឹងគឺវាបានផលដល់
ជួយអ៊ុយក្រែនទៅអាចថារុស្ស៊ីរងសម្ពាធទៅក៏អាចបាក់បបខ្លោបខ្លាចហើយអាចនឹងចូលតុចរចាដោយប្រការណាមួយពេលដែលអ៊ុយក្រែនទិញសពាវុធពីអាមេរិកដល់ទៅ$90,000 លានហើយនៅពេលដែលរុស្ស៊ីចាប់ផ្ដើមនៅតែវាយសន្ធប់អត់ព្រមចូលតុចរចាខ្ញុំជឿថាប្រទេសអាមេរិកហើយនិងសហគមន៍អឺរ៉ុបនឹងដាក់សម្ពាធតរត់ម៉ូតូកង់ដប់ pass up នេះឬក៏ធ្វើស្រែស្រូវមួយឆ្នាំជពាក់ថ្លៃជីគេវ៉ាន់កហើយស្រូវ1គីឡូ600នេះគឺជាអ្នកដែលទទួលរងផលនៃអំពើរបស់អ្នកទាំងអស់នៅខាងលើហ្នឹងបើសិនជាគាត់ធ្វើឲ្យល្អទៅពាណិជ្ជកម្មយើងមានការទុកចិត្តទៅគេជាវគេទុកចិត្តយើងគេចង់រកស៊ីជាមួយយើងអាទីផ្សារស្រូវអង្ករក៏បានខ្ពស់មកស្រុកក្រៅគេប្រកួតប្រជែងគ្នាគឺវាស្មារភាពគ្នាដោយសារតែយើងមិនកក្រិចមិនស្មោកគ្រោកចឹងទៅមានគេជួយទៅរកស៊ីជាមួយយើងទៅវាធ្វើឲ្យទីផ្សាររបស់យើងហ្នឹងក៏វាសម្បូរយើងហ្នឹងក៏មានទឹកមាត់ប្រៃនៅពេលដែលយើងចង់និយាយជាមួយសហគមន៍អឺរ៉ុបចង់និយាយជាមួយអាមេរិកពីការនាំស្រូវនាំអង្ករយើងយកមកលក់នៅស្រុកក្រៅគេមើលមកគេថាអូស្រុកខ្មែរគ្នាខ្វះខាតកំពុងតែប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកំពុងតែស្ដារប្រទេសនេះឲ្យមានសិទ្ធិមនុស្សនិងប្រជាធិបតេយ្យកំពុងកសាងប្រទេសនេះដើម្បីឲ្យបានផលដល់អ្នកក្រព្រោះអ្នកក្រច្រើនចឹងប្រទេសដែលមានសមានចិត្តសិលធម៌សុជីវធម៌នៅពិភពលោកគេចាប់ផ្ដើមថ្លឹងថ្លែងអំពីការជួយជួនកាលគេចង់ទិញពីចិនមកក៏បានដែរព្រោះអត់អីទេចិនលក់ថោកចឹងឧទាហរណ៍ប៉ុន្តែដើម្បីគេហៅសុជីវធម៌សិលធម៌ព្រោះអ្នកដែលរស់ស៊ីនៅស្រុកក្រៅនេះគឺគេរស់ស៊ីដោយការដែលផ្អែកទៅលើក្រមសិលធម៌ច្រើនជាងវាអត់លឹមលំក្បាលមិនជាប់មេឃជើងមិនជាប់ដីទេព្រោះអីអ្នកទិញដូចជានៅអាមេរិកនៅកាណាដានៅបារាំងអូស្ត្រាលីអង់គ្លេសចក្រភពអង់គ្លេសអីហ្នឹងភាគច្រើនដោយសារតែការចេះដឹងហើយនឹងលុយមានអំណាចនៅក្នុងការសម្រេចគឺគេចង់យកសម្លេងរបស់គេហ្នឹងដើម្បីកែប្រព័ន្ធអីមួយព្រោះលុយគេអាចទៅទិញអង្គមកបាវពីខាងណាក៏បានដែរប៉ុន្តែមុននឹងទិញក៏គេគិតដែរថាតើអង្គនឹងមានគុណភាពទៅបើទិញទៅអាចជួយកសិករនៅប្រទេសដែលក្រីក្រនឹងបានខ្លះដែរទេហើយបើទិញហ្នឹងតើលុយហ្នឹងវាទៅដល់ដៃកសិករដែរអត់បើគេទិញខោអាវមួយដែលដឹកមកពីខ្មែរយកមកលក់នៅអាមេរិកហ្នឹងតើខោអាវហ្នឹងវាប្រឡាក់ឈាមទេតើខោអាវហ្នឹងស្បែកជើងហ្នឹងវាជារឿងការវាយដំអ្នកស្រុករំលោភបំពានដីធ្លីដែរទេតើខោអាវហ្នឹងស្បែកជើងហ្នឹងផលិតមកដោយសារសហគ្រាសហ្នឹងតកែធ្វើបាបកម្មករអត់ដំឡើងប្រាក់បៀវត្សធ្វើទុកបុកម្នេញកម្មករដែរឬទេគេមើលអញ្ចឹងមិនមែនបានន័យថាអូចូលទៅហាងហ្នឹងឃើញខោអាវហ្នឹងមកលើកពាក់ទិញមកថ្លៃថោកអីចឹងจะទិញអត់ទេគឺគេមានការតស៊ូមតិបែបហ្នឹងអញ្ចឹងហើយបានជាអ្នកទិញនៅទីនេះគឺគេមើលអញ្ចឹងហើយបានជាតកែរោងចក្រឬក៏ប្រទេសណាដែលប្រព្រឹត្តបទល្មើសអីមានបញ្ហាសិទ្ធិមនុស្សអីហ្នឹងគឺច្រើនតែរងទណ្ឌកម្មដោយសារអីព្រោះអតិថិជនគេសរសេរសារទៅអ្នកបញ្ជាទិញគេប្រាប់ថាណាខ្ញុំអត់ពេញចិត្តនឹងទិញរបស់អ្នកឯងទេខ្ញុំនឹងធ្វើពហិការឈប់ទិញរបស់អ្នកឯងរហូតព្រោះអីឮសូថាអ្នកឯងធ្វើបាបធ្វើទុកបុកម្នេញកម្មករដែលផលិតរបស់ដែលគេយកមកពាក់គេអាចយករបស់មកពាក់មកហើយស្រាប់តែអួតប្រាប់គេថានេះរបស់នេះល្អនេះផលិតនៅកម្ពុជាដឹងហ៎នេះដល់ពេលឲ្យម្នាក់ទៀតគេថាហ្នឹងហើយផលិតនៅកម្ពុជាហ្នឹងដូចផលិតដោយដូចស្ករអំពៅកាលលោកលីយ៉ុងផាត់ដែរហ្នឹងស្ករអំពៅនៅកោះកុងហ្នឹងឃើញគេហៅស្ករឈាមហ៎ដោយសារតែធ្វើទុកបុកម្នេញប្រជាពលរដ្ឋដេញគេចេញពីដីធ្លីអត់មានសំណងសមរម្យដល់តែពេលយកស្ករយកទៅលក់គេអត់យកស្ករនឹងយកមកទិញណាគេថាស្ករឈាមព្រោះអីវាលេបវាមិនចូលវាស្ករនឹងវាអត់មានរសជាតិផ្អែមអីទៀតទេវាទៅជាល្វីងទៅជាជូរចត់ដោយវ៉ាពេជ្រអីចឹងដោយសារអីដោយសារតែអារូបភាពនៃការធ្វើបាបធ្វើទុកបុកម្នេញនៅស្រុកខ្មែរហ្នឹងវាលឺដល់គេរកម្មចិត្តហើយគេអ្នកទិញខ្វះអីផលិតផលស្ករសងាប់ហើយមករាប់រយប្រទេសឯនោះហ្នឹងមិនមែនតែខ្មែរណាអញ្ចឹងបើយើងចង់ប្រកួតប្រជែងទីផ្សារតើតែយើងស្ដារពីក្នុងប្រទេសយើងហើយកុំនិយាយថារឿងអីក៏ដោយបុគ្គលអត់មានទេរឿងស្អីក៏ដោយក៏ពាក់ព័ន្ធនឹងរឿងជាតិដែរនៅពេលដែលយើងចាប់ផ្ដើមចូលជាបុគ្គលសាធារណៈនៅក្នុងការបម្រើជាតិអញ្ចឹងអស់លោកត្រូវប្រយ័ត្នប្រយែងយ៉ាងមែនតើហើយរដ្ឋាភិបាលហ្នឹងក៏អញ្ចឹងដែរកុំថារឿងអីតាក់ទងរឿងលោកលីយ៉ុងផាត់ឬលោកកុកអានលោកហ៊ុនតូឬក៏អុកញ៉ាចិនស៊ីអីសុទ្ធតែរឿងបុគ្គលអត់មានរឿងបុគ្គលទេព្រោះអ្នកទាំងអស់នេះគឺមានក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធចាក់ស្រេះនៅក្នុងប្រទេសកម្ពុជាជាបណ្ដាញហើយនៅពេលដែលប៉ះពាល់បែបហ្នឹងគឺធ្វើឲ្យគេហៅទីផ្សារហិរញ្ញវត្ថុពាណិជ្ជកម្មរបស់យើងហ្នឹងគឺវារង្គើរញ្ជួយហើយដល់ពេលសហគមន៍អន្តរជាតិគេមើលមកគឺគេភ័យគេអត់ហ៊ានរកស៊ីជាមួយយើងទេគេខ្លាចណាស់
តែពេលទៅខូចឈ្មោះក្រុមហ៊ុនគេមិនងាយស្ដារទេតែខូចហើយយើងមើលនៅស្រុកនេះជួនកាលមានអ្នកទៅធ្វើបាតកម្មមុខ Walmart ដែលយកខោអាវយកអីមកពីខ្មែរមកលក់ឲ្យតែលឺថាធ្វើបាបកម្មករនៅស្រុកខ្មែរមានអ្នកធ្វើបាតកម្មមុខហ្នឹងនៅពេលអា snow ព្រិលធ្លាក់អីមកនឹងអង្គុយត្បាញកដាលល្ងាញាប់ចម្ប្រាប់ហ្នឹងដើម្បីបញ្ជាក់ប្រាប់គេថាណែឯងកុំទិញរបស់នៅក្នុងអាវ Walmart ហ្នឹងខោអាវបែកជើងហ្នឹងពួកអីគេយកមកពីខ្មែរមកធ្វើបាបទុកកម្មករយើងណាតែគេមិនមែនបំបែកឆ្នាំងបាយកម្មករទេគេចង់ប្រាប់អ្នកទិញថាដាក់សម្ពាធកុំទិញឲ្យឡើងប្រាក់ខែឲ្យកម្មករសំទិញឲ្យមានសិទ្ធិសេរីភាពឲ្យកម្មករសំទិញបើសិនជាមិនអញ្ចឹងទេទៅរកទិញស្អីផ្សេងឬក៏ឈប់ទិញទៅដើម្បីជួយគ្នាការពារលើកស្ទួយសិទ្ធិកម្មករព្រោះនៅស្រុកហ្នឹងរដ្ឋាភិបាលធ្វើអត់បានទេបង្ក្រាបអស់ហើយអញ្ចឹងមានតែអ្នកទិញនៅខាងក្រៅនេះដែលគេជួយអានេះហើយដែលខ្ញុំនិយាយថារឿងវាសឡកពឹសឲ្យបងប្អូនថាអានឹងរឿងបុគ្គលអត់មានបុគ្គលទេរឿងនេះគឺជារឿងជាតិហើយកុំចាញ់បោកនយោបាយប្រជាពិធដ្ឋថារឿងទាំងអស់នេះជារឿងបុគ្គលហើយសោះម៉ោងនេះអត់មានរឿងបុគ្គលទេអុកញ៉ាចិនស៊ីក៏អត់មានរឿងបុគ្គលដែរព្រោះជាប់ពាក់ព័ន្ធនឹងជនរងគ្រោះអាមេរិករាប់ម៉ឺននាក់អុកញ៉ាផ្សេងទៀតហ្នឹងគឺជាប់នៅក្នុងការឆោបបោកអនឡាញនឹងច្រើនករណីណាស់ដូច្នេះអ្វីដែលកម្ពុជាត្រូវធ្វើគឺដោះស្រាយដើម្បីជាតិស្ដារមុខមាត់ជាតិរបស់យើងផងស្ដារកិត្តិយសរបស់អ្នកអុកញ៉ាទាំងអស់ហ្នឹងផងបើថាគាត់អត់មានទោសឲ្យគាត់អត់មានទោសកុំឲ្យតែយើងគិតថារឿងបកគលមិនចាត់ការទេយើងតែអត់ទេមិនមែនអញ្ចឹងទេដោយរឿងករណីលីរតនរស្មីហើយនឹងពេជ្រកំស្រិនអញ្ចឹងអស់លោកប្រហែលជាគិតថាអានឹងរឿងបកគលតែស្ងាត់ទៅវាយូរទៅគេភ្លេចហើយជុងណាអត់ដែលភ្លេចកុកទេដែលភ្លេចជុងនោះព្រោះជាទូទៅយើងច្រើនតែស្ងាត់ចឹងមិនធ្វើអីសោះចឹងទៅស្ងាត់បាត់ទៅតែស្ងាត់បាត់ឯណាបើពិភពលោកគេកំពុងរងចាំចំណាត់ការរដ្ឋាភិបាលកម្ពុជារឿងលោកពេជ្រកំស្រិនហើយនិងលោកលីរតនរស្មីហ្នឹងព្រោះអីថៃគេចាត់ការភៀនណយកាត់ទោសជាប់គុកអស់មួយជីវិតហើយយើងនេះមិនដឹងនៅណាឥឡូវវិលមកលោកលីយ៉ុងផាត់វិញប៉ូលីសថៃបានថាលោកលីយ៉ុងផាត់ទើបតែចាក់ចេញពីប្រទេសថៃកាលពីថ្ងៃទី10ខែតុលានេះទេណាចឹងបានន័យថាលោកលីយ៉ុងផាត់ហាក់បីដូចជាដឹកខ្លួនមុន15ថ្ងៃឬក៏12ថ្ងៃមុននឹងគេចេញដីកាដើម្បីដកសញ្ជាតិថៃពីគាត់ដើម្បីឲ្យផុតពីប្រទេសថៃអានេះគឺជាព័ត៌មានរបស់ប្រទេសថៃទេខ្ញុំមិនដឹងថាលោកលីយ៉ុងផាត់បើដឹងរឿងបែបនេះហើយហេតុអីបានទៅសង្ងំលាក់ខ្លួននៅប្រទេសថៃធ្វើអីខ្ញុំអត់យល់ដែរតែព័ត៌មាននេះគឺពីខាងថៃទេហើយយើងជឿខ្លះអីខ្លះចឹងទៅគ្រាន់តែថាបើកម្ពុជាមានព័ត៌មានបន្ថែមយើងប្រហើយឬក៏លោកលីយ៉ុងផាត់ហ្នឹងមានសារអីចេញមកតបគេតែជាទូទៅកម្ពុជាជ្រើសរើសយកវិធីនៅស្ងៀមមិនស្រដីតាពីជ័យខ្ចីជាងចិត្តនេមាត់ណាដែលយើងគិតថាតាមមិនមាត់ទៅគេភ្លេចអស់ហើយនៅពេលប្រព័ន្ធផ្សព្វផ្សាយយើងអាចជ័យធ្លាក់ទឹកតែស្ករទេអត់ផ្សាយអីទាំងអស់ទៅមើលទៅប្រព័ន្ធផ្សព្វផ្សាយស្រុកខ្មែរយើងមហាឯករាជ្យមហាសេរីមហាអស្ចារ្យរឿងធ្លាក់បាក់ភ្នំបាក់មេឃណាក៏ដោយឲ្យតែប៉ះពាល់គណៈបកប្រជាជនកម្ពុជានិងរដ្ឋាភិបាលគឺអត់ផ្សាយហើយអាហ្នឹងគេអះអាងថាគេសិនអ្នកព័ត៌មានឯករាជ្យអាជីពឯនោះហើយបើថារឿងស្អីថាបានជ័យអភ័ណ្ឌបានអីបន្តិចវាយបហាក្រុមប្រឆាំងបន្តិចពីរឿងនេះរឿងនោះនឹងនិយាយពីផ្សាយបាក់តនប់អាហ្នឹងឯករាជ្យដែរវាមិនអីទេបើផ្សាយឲ្យបាក់ស្រោចចឹងក៏ស្រោចចោះព្រោះធ្វើម៉េចបើព័ត៌មានយើងជាអ្នកផ្សាយព័ត៌មានយើងមិនមែនជាព័ត៌មានទេប៉ុន្តែការផ្សាយព័ត៌មានរបស់គាត់រើសអាណាដែលល្អសរសើររដ្ឋាភិបាលធ្វើឲ្យប្រជាពលរដ្ឋបំភ្លេចពីអំពើអសកម្មរដ្ឋាភិបាលគាត់ផ្សាយស្រោចចឹងទៅឲ្យបន្ថែមបន្ថយទៀតដល់ពេលប៉ះពាល់រដ្ឋាភិបាលស្ងាត់ជ្រាបអត់ផ្សាយអីបន្តិចជួនកាលហ្នឹងទៅផ្សាយស្អីឯណារំវងរំរែកឯណាចម្រៀងនិពន្ធឯណានោះចឹងទៅប្រឡប់ចឹងទៅប្រជាពលរដ្ឋហ្នឹងរស់នៅក្នុងស្ថានភាពមិនដឹងថាស្អីកោះត្រើយឲ្យប្រកាសវល់អាព័ត៌មាន AI ប្រឡំផងអីផងអត់ដឹងសោះដល់យូរទៅវាទៅជាគិតថាអត់មានអីផងហើយស្ងាត់ទៅមានរឿងអីបន្តិចចាំមើលតែមានរឿងអីគេអបអសាតរឿងអកធឹកតិចគេធ្វើអាហ្នឹងឲ្យក្ដួងក្ដាំងទៅផ្លិចអស់អាផ្សេងទៀតទៅតាមគេទៅបែបនេះហាខ្ញុំថាយើងគ្រោះថ្នាក់ណាស់ដែលយើងតែប្រជាពលរដ្ឋខ្មែរយើងសប្ងៃលោកមាន iPad ឬក៏មានទូរស័ព្ទដៃមាន iPhone ឬក៏មានទូរស័ព្ទ smartphone អីប្រើអ៊ីនធឺណិតប្រើអីបានខ្ញុំឃើញគាត់មានភាពឆ្លាតវៃច្រើនហើយខ្ញុំទុកចិត្តមែនតើគឺរឿង Gen Z ក្មេងៗជំនាន់ក្រោយនេះអាយុក្មេងៗនេះដែលមានគំនិតគិតត្រេះរិះពិចារណាច្រើនជ្រុងណា
ជាជាងការជឿលងតាមនយោបាយប្រជាពិធអាហ្នឹងហើយដែលជាអាយុជីវិតរបស់ជាតិយើងព្រោះវាសនារបស់ជាតិយើងគឺស្ថិតលើកណ្ដាប់ដៃរបស់យុវជនទំពាំងស្នងរិទ្ធិនឹងឯងហើយដើម្បីឲ្យយើងជាទំពាំងដែលដោះមកស្នងរិទ្ធិដែលពុកចាស់យ៉ាងម៉េចនោះគឺតើតែយើងជាទំពាំងដែលមានព័ត៌មានក្នុងដៃហើយមានភាពច្បាស់លាស់ក្តាប់ព័ត៌មានឲ្យជុំហើយជជែកពិគ្រោះគ្នាជួយលើកទឹកចិត្តគ្នាដើម្បីឲ្យហ៊ាននិយាយរិះគន់រដ្ឋាភិបាលរឿងចំណុចអសកម្មដើម្បីប្រយោជន៍ជាតិកុំឲ្យនិយាយរឿងប្រយោជន៍បកនិងបុគ្គលច្រើនពេកយើងនិយាយពីប្រយោជន៍ជាតិអាហ្នឹងដែលធ្វើឲ្យប្រទេសយើងអាចដើរលើផ្លូវត្រូវគ្មានប្រទេសណាដើរលើផ្លូវត្រូវទេនៅពេលដែលយើងដឹកនាំដោយរដ្ឋាភិបាលមួយបកនោះវាត្រូវតែមានបញ្ហាច្រើនយ៉ាងហើយព្រោះអីអត់អាចនិយាយអីបានទេសូម្បីតែនៅសហរដ្ឋអាមេរិកវិញប្រជាពលរដ្ឋ 60% ថាគណៈបកសាធារណរដ្ឋដែលដឹកនាំដោយលោកត្រាំដឹកនាំប្រទេសអត់ត្រូវផ្លូវប៉ុណ្ណឹងហើយប្រទេសគេប្រជាធិបតេយ្យប៉ុណ្ណាណីផងចុះហ្មងប្រទេសយើងដែលប្រក្រាបមនុស្សចាប់ដាក់គុកឯងដោយឡើងព្រាតស្ងប់ស្ងៀមស្ងប់មិនស្ងៀមអីហ្នឹងតែស្ងប់ជាមួយពួកថៃហ្នឹងគឺមកបល័យតាខ្មែរគ្នាឯងចាប់ដាក់គុកអត់មានបណ្ណៃនេះណាឥឡូវខ្ញុំចូលដល់ព័ត៌មានបន្ទាប់ទៀតតាក់ទងនឹងរឿងរដ្ឋមន្ត្រីថៃរដ្ឋមន្ត្រីក្រសួងការពារជាតិថៃថ្ងៃនេះគឺអើយថៃទាហានថៃហ្នឹងក៏តែពិបាកដែរទាហានថៃគឺនិយាយពំតណោតអត់មានច្បាស់លាស់ប្រកាសនិយមទេម្ដងចេះម្ដងចុះរឿងថ្ងៃកំណត់ដោះលែងទាហានខ្មែរថ្ងៃនេះខ្ញុំនិយាយនេះគឺដោយសារតែសារព័ត៌មានថៃបានដកស្រង់មន្ត្រីយោធាថៃហើយជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកអាប់ឌុលប៊ុនថាំចរិនលោកអាប់ឌុលប៊ុនថាំចរិនហ្នឹងគឺបានលើកឡើងនៅថ្ងៃនេះថាថៃនឹងដោះលែងទាហានខ្មែរយើងទាំង18នាក់ដែលថានីតិវិធីជជែកគ្នាអីហ្នឹងគឺកំពុងតែប្រព្រឹត្តទៅហើយគឺកំពុងតែពិចារណាហើយបានអះអាងចេះទៀតថាអត់មានតាក់ទងនឹងសម្ពាធម៉ាឡេអត់មានតាក់ទងនឹងសម្ពាធអាមេរិកអីទាំងអស់គឺថៃសម្រេចខ្លួនឯងជាមួយរដ្ឋាភិបាលខ្មែរណាគេប្រើពាក្យថាថៃសម្រេចខ្លួនឯងជាមួយរដ្ឋាភិបាលខ្មែរអត់តាក់ទងយោធាទៀតអាហ្នឹងសម្លេងរបស់រដ្ឋាភិបាលរដ្ឋមន្ត្រីក្រសួងការពារជាតិថៃដែលជាអនុរដ្ឋមន្ត្រីហ្នឹងលោកអាប់ឌុលប៊ុំថាំចរិនហ្នឹងក៏និយាយចឹងថ្ងៃហ្នឹងគាត់ថាកំពុងចរចាហើយអត់មានសម្ពាធណាទាំងអស់គឺចរចាជារវាងរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលខ្មែរដើម្បីដោះលែងទាហានខ្មែរទាំង18នាក់ហ្នឹងហើយលោកបានបន្តទៀតថាលោកអាប់ឌុលហ្នឹងគាត់ថាអញ្ចេះវាអត់ទាន់មានរបាយការណ៍ជាក់លាក់ណានិយាយច្បាស់លាស់ថាតើការដោះលែងនេះនឹងត្រូវដោះលែងកំណត់យកថ្ងៃណាឲ្យប្រកាសនៅឡើយទេវាអាស្រ័យទៅលើលក្ខខណ្ឌដែលថៃដាក់ឲ្យខ្មែរហើយខ្មែរអនុវត្តឲ្យបានគាត់ប៉ុន្តែក្រោយមុនហ្នឹងក៏គាត់ទទួលស្គាល់ដែរថាមានការជជែកពីរឿងថ្ងៃ10ទៅថ្ងៃ12ខែវិច្ឆិកានេះដែរហើយបើសិនជាយកដោះលែងមែនហ្នឹងគឺដោះលែងនៅឯព្រំប្រទល់ដែលច្រកទ្វារព្រំដែនដែលជាប់នឹងថៃខ្មែរឯចន្ទបុរីបាទនេះគឺជាអ្វីដែលគាត់លើកឡើងក៏ប៉ុន្តែគាត់អ្វីដែលរដ្ឋមន្ត្រីក្រសួងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលើកឡើងអំពីថាមានពេលវេលាមានអីជជែកមែនហ្នឹងក៏ប៉ុន្តែទាល់តែចំណុះទៅលើការអនុវត្តតាមលក្ខខណ្ឌរបស់ថៃដែរទៀតហើយឥឡូវអនុវត្តតាមលក្ខខណ្ឌហ្នឹងគឺលក្ខខណ្ឌអីឲ្យប្រកាសឥឡូវអនុរដ្ឋមន្ត្រីនិយាយអញ្ចឹងចាស់ឥឡូវជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណាត់តភុងណាផានិចហ្នឹងគាត់និយាយមិនវិញលោកណាត់តភុងណាផានិចហ្នឹងគាត់និយាយអញ្ចេះពីរឿងដោះលែងទាហានខ្មែរហ្នឹងបងប្អូនមានចាំទេប្រហែលថ្ងៃមុនហ្នឹងខាងរដ្ឋាភិបាលថៃហ្នឹងគាត់ថាអូឥឡូវដោយសារកម្ពុជាយើងដកអាវុធដកអីហ្នឹងលឿនហួសផែនការគឺដកថ្ងៃ8នេះឮថាដំណាក់កាលទី1ដែលជាជំហានទី2ហ្នឹងគឺដែលគ្រោងថានឹងធ្វើរហូតដល់ថ្ងៃ21បានដកអស់ឥឡូវយើងដកអស់តាំងពីថ្ងៃ8នេះទៅហើយនេះ8ផ្សិមមិញអញ្ចឹងបានន័យថាថៃគេគិតថាប៉ុណ្ណឹងក៏បានដែរឲ្យតែព្រមលក្ខខណ្ឌកុំរាំងស្ទះនឹងការសម្អាតមីនដោះមីននៅតាមព្រំដែន5កន្លែងដែលថៃដាក់មកទៀតហ្នឹងអាហ្នឹងយកហ៎ឥឡូវកម្ពុជាក៏ស្រូតទៅនឹងព្រមនឹងការដោះមីន5កន្លែងហ្នឹងអីអញ្ចឹងទៅក៏ប៉ុន្តែថ្ងៃនេះគឺយើងឃើញមានទាហានខ្មែរយើងជាពិសេសនៅភូមិខាងលិចនៃប្រាសាទតំបន់ធំអីប៉ុណ្ណឹងកំពុងតែប្រឈមមុខគ្នាជាមួយនឹងទាហានថៃដែលចុះមកដោះមីនហើយត្រូវបានទាហានខ្មែររារាំងដែរព្រោះអីនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាហើយឥឡូវដល់ពេលទាហានថៃចុះមកប្រពាក់ប្រពូនដើម្បីថាយកលេសមកដោះមីនអញ្ចឹងទាហានខ្មែរទៅរាំងស្ទះធ្វើឲ្យពួកខាងទាហានថៃចាប់ផ្ដើមងើកទៀតដែរ
ថាយើងនឹងគឺចាប់ផ្ដើមរៀបរៀងការដោះមីនដូច្នេះយកអាការរៀបរៀងដល់ការដោះមីនហ្នឹងធ្វើជាឧបសគ្គថាយើងអត់បំពេញលក្ខខណ្ឌរបស់ថៃដែលកាលពីមុន4លក្ខខណ្ឌតម្លាក់អស់លីងថាអូខេឥឡូវសហការគ្នាប្រយុទ្ធប្រឆាំងនឹងបាត់ល្មើសឆ្លងដែននឹងចលិះប្រជាពលរដ្ឋពីភូមិព្រៃច័ន្ទជោគជ័យចាំទុកបន្តិចទៀតក៏បានដែរដើម្បីដោះលែងទាហានខ្មែរសិនទៅព្រោះអីកម្ពុជាដកកំភ្លើងធំចេញពីព្រំដែនអស់ហើយដោះលឿនជាងកាលកំណត់ទៀតហើយណាមួយដោះមីនដោះអីហ្នឹងគឺព្រមដែរគ្រប់តែលក្ខខណ្ឌ2ហ្នឹងសិនក៏អាចនឹងដោះលែងទាហានខ្មែរឲ្យបានត្រឹមថ្ងៃ12ខែវិច្ឆិកាដែលនៅសល់2ថ្ងៃខាងមុខនេះទៀតទេអាហ្នឹងតាមអ្វីដែលគាត់និយាយមួយថ្ងៃមុនប៉ុន្តែថ្ងៃនេះស្រាប់តែលក្ខខណ្ឌទាំង4ហ្នឹងទាំង4ដែលចុះមកនៅ2ហ្នឹងឥឡូវឡើងមកគ្រប់4វិញទៀតដោយសារអីដោយសារចោតប្រកាន់ថាទាហានខ្មែរយើងហ្នឹងទៅរៀបរៀងទាហានថៃដែលចុះមករាវមីននៅតំបន់ប្រាសាទតាមាន់ធំភាគខាងលិចប្រាសាទតាមាន់ធំប្រហែល4គីឡូដីហើយនឹងតំបន់ផ្សេងទៀតដូចជានៅច្រកអានសេះអីវិញបងប្អូនថៃសមោចក្នុងខោនេះយើងកុំទៅទុកចិត្តថៃឲ្យសោះព្រោះដោយសារតែយើងព្រមតាមគេនឹងឲ្យបានជាគេកាច់យើងតែរហូតហ្នឹងព្រោះយើងអត់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិស្មានតែថៃហ្នឹងព្រមតាមយើងប៉ុន្តែខ្ញុំជឿថាថៃកំពុងតែអស់ជំរឿសដែរទេព្រោះអីទាហានខ្មែរហ្នឹងនៅពេលដែលគាត់ទុកកាន់តែយូរជាការបំពុលទុកថៃកាន់តែច្រើនដែរព្រោះអីវាខុសអាគោលការណ៍ច្បាប់អន្តរជាតិអនុសញ្ញាក្រុងហ្សឺណែវផងវាខុសគោលការណ៍សិទ្ធិមនុស្សធម៌អីខុសច្រើនហើយដល់ពេលអញ្ចឹងរងសម្ពាធណាមួយតាត្រាំហ្នឹងក៏គាត់ដាក់សម្ពាធខ្លះដែររឿងពុនទៅយកពុនហ្នឹងថាសញ្ញេហើយអីចឹងទៅអត់ព្រមដោះលែងទាហានហ្នឹងឲ្យឆាប់អីចឹងទៅព្រោះបាក់មុខបាក់មាត់តាត្រាំអីដែរអីអញ្ចឹងទៅដល់ពេលឥឡូវថៃគេចង់និយាយថាអត់មានតាក់តងបាក់មុខតាត្រាំអីឥឡូវខំប្រឹងសូត្រទៅយកលេសមួយថាមកពីខាងកម្ពុជាហ្នឹងប្រឹងសូត្រដោះកំភ្លើងដកកំភ្លើងចេញពីព្រំដែនកម្ពុជាក៏ជួយសម្រួលទុកមុខមាត់ឲ្យថៃដែរកុំឲ្យពិបាកពេកគឺកុំឲ្យថាអត់មានលេសអីអញ្ចឹងកម្ពុជាដកអាហ្នឹងអស់ហើយសហការរឿងដោះមីនដោះអីអញ្ចឹងដើម្បីឲ្យថៃហ្នឹងមានលេសដោះទាហានយើងចេញមកវិញអីអញ្ចឹងដែរនេះជាការសម្រួលគ្នាម្យ៉ាងដែរទេបើតាមមើលប៉ុន្តែថៃសមោចក្នុងខោដោយសារអីអាកន្លែងដោះមីនហ្នឹងមិនមែនតែ5កន្លែងទេថៃដាក់មក13កន្លែងហើយខ្មែរឯកភាពថាយកតែ5កន្លែងសិនទេឥឡូវ5កន្លែងហ្នឹងថៃគេមើលមកថាដូចជាអត់អីទេ5កន្លែងទៅដើម្បីស្អំចិត្តប្រជាប្រដ្ឋថៃប្រាប់គេថាខ្មែរព្រមដោះមីន5កន្លែងអញ្ចឹងលែងមានហានិភ័យអីប៉ះពាល់ដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋឬទាហានថៃអញ្ចឹងលេសហ្នឹងគឺគ្រប់គ្រាន់នឹងថាទាហានខ្មែរអាចដោះលែងបានទេព្រោះអីខ្មែរក៏អស់អាវុធដើម្បីច្បាំងជាមួយថៃនៅព្រំដែនហើយមីនក៏លែងជាបញ្ហាអីទៀតដែរព្រោះបើថៃចង់យកបលាលួសឬក៏ចង់មករំលោភបំពានដីខ្មែរឲ្យបានទៀតនៅតំបន់ដែលមានមីនហ្នឹងគឺថៃធ្វើបានហើយចង់ប្រាប់ប្រជាពលរដ្ឋថៃអញ្ចឹងណាចង់និយាយថាមីនហ្នឹងគឺខ្មែរសហការដោះហើយអញ្ចឹងបើថៃចង់ល្បាតឬក៏ចង់ចូលមកជ្រៅទៀតអត់អីទេចង់លួងចិត្តថៃអញ្ចឹងដើម្បីយកលេសថាប៉ុណ្ណឹងបានហើយថៃកម្ពុជាព្រមបកគលដោះមីនដោះអីហ្នឹងគឺដូចបើកទ្វារឲ្យថៃយកដីបន្ថែមអញ្ចឹងទៅធ្វើឲ្យស្អំចិត្តប្រជាពលរដ្ឋថៃអញ្ចឹងអាចនឹងយកលេសហ្នឹងដោះលែងទាហានខ្មែរតែដល់ពេលឃើញទាហានខ្មែរតថៃសមោចក្នុងខោឆ្លៀតឱកាសប្រាប់ថាព្រមព្រៀងគ្នា5កន្លែងឥឡូវដើរលុកគ្រប់កន្លែងព្រោះ13កន្លែងហ្នឹងនៅវិលវល់បងប្អូនមានទាំងភ្នំទ្រាប់មានទាំងច្រកអានសេះនិងកន្លែងផ្សេងទៀតដោយប្រាសាទតាកបីទៀតហើយសត្វតែកន្លែងតំបន់យុទ្ធសាស្ត្រធំដែលទប់កុំឲ្យថៃវាយយកដីខ្មែរយើងបានដោយសារតែមីនហើយឥឡូវដល់ពេលអញ្ចឹងយើងព្រមតែ5ថៃអត់ព្រមថៃចាប់ផ្ដើមដើរកន្លុកតាមកន្លែងផ្សេងទៀតទៅធ្វើឲ្យមានភាពរពើរពើងទៀតឃើញទេប្រឈមមុខគ្នាអញ្ចឹងទៅចោទថាខ្មែរយើងនឹងរាំងមិនឲ្យរាវមីនទៀតហើយប៉ុន្តែយើងទៅរកអាកន្លែងផ្សេងទៀតហើយថៃរាល់ដងហ្នឹងដោះជន់មីនជន់អីហ្នឹងដោយសារតែសមោចក្នុងខោអាផ្លូវតម្រាយផ្លូវថ្មីដើរគេឲ្យដើរណាគាត់ដើរនៅនោះអីអញ្ចឹងទៅយូរទៅជន់មីនជន់អីទៅពីទៅមានបញ្ហាអាហ្នឹងគឺយកររឿងយើងបានឥឡូវទៀតដើម្បីអីដើម្បីប្រាប់ថាលក្ខខណ្ឌហ្នឹងគឺយើងអត់បំពេញគ្រប់ទេនៅពេលដែលលក្ខខណ្ឌហ្នឹងអត់បំពេញគ្រប់រកពាក្យកិច្ចកុកដើម្បីកំបាញ់ដោះលែងទាហានខ្មែរហ្នឹងទៀតព្រោះអីកាលមុនតម្លាក់លក្ខខណ្ឌពី4មកនៅត្រឹម2ថាលក្ខខណ្ឌទី2ហ្នឹងបើឲ្យព្រោះឥឡូវលក្ខខណ្ឌទី1ដល់អត់អីទេដោះកាភ្លើងចេញពីព្រំដែនខ្មែរដកបាត់អស់ហើយថ្ងៃទី8ដកអស់លីងហើយហ្នឹងហើយដល់អញ្ចឹងថៃចាប់ផ្ដើមយកអាមីនហ្នឹងថា5ចំណុចហ្នឹងព្រមតែឥឡូវមើលទៅដូចជារឿងខ្មែររឿងធូដែរព្រមតាមខ្លួនយកមកកកកកាយធ្វើឲ្យមានបញ្ហាដល់ពេលមានបញ្ហាចាប់ផ្ដើមថាខ្មែរអត់ស្មោះត្រង់ខ្មែរររឿងសម្ហោចក្នុងខោដែរអញ្ចឹងទៅថៃគេថាអូអត់ធ្វើគ្រប់តាមលក្ខខណ្ឌគេផងអញ្ចឹងគេកំណត់លក្ខខណ្ឌ4ទៀតថាឥឡូវអត់ទេទាល់តែធ្វើតាមលក្ខខណ្ឌទាំង4ហ្នឹងបានទីចុះកលិចបាត់ដៃខ្នងដៃអីយ៉ាងនេះហើយយើងទៅចរចាយ៉ាងម៉េចជាមួយនឹងអ្នកនិយាយព្រឹកដូរល្ងាចហ្នឹងរឿងបញ្ហាអាយុជីវិតជាតិទាហានខ្មែរទាំង18នាក់យកធ្វើដូចបៃលុកបៃឡអញ្ចឹងងាប់ហើយប្រមាថជាតិសាសន៍យើងខ្លាំងមែនតើ
ហើយការដែលធ្វើបែបនេះហើយខ្មែរយើងនៅតែអត់ធ្មត់បែបនេះខ្ញុំសូមសរសើរដោយស្មោះអស់ពីដួងចិត្តតែម្ដងតែយើងធ្វើបានណាថៃនេះគឺជាដូចថាអាក្រក់ហួសនៅក្នុងពេលដែលសម្ោចក្រុងខោហ្នឹងគឺយើងធ្វើបំពេញគ្រប់រឿងហើយយើងខ្មែរយើងដ្រូនអញ្ចឹងទៅយើងសឿងស្លូតអញ្ចឹងទៅជន់រហូតជន់ឥឡូវថ្ងៃនេះលោកណាត់តភងណាផនិចកំណត់ថាលក្ខខណ្ឌទាំង4ហ្នឹងទៅតែបំពេញទៀតហើយចុះលក្ខខណ្ឌទាំង4ណាមុននឹងទៅនិយាយថា2ក៏យកសិនទៅឲ្យតាដោះលែងទៅឥឡូវមកលក្ខខណ្ឌទាំង4ហើយគ្នាអ្នកនៅចាំ8 10អ្នកក្រុមគ្រួសារចាំទទួលបងប្អូនហ្នឹងម្ដងសបាយម្ដងទឹកភ្នែកទៀតហើយតើអង្កលឲ្យនៅរ៉ាំរ៉ៃដល់ណាទៀតរឿងដោះស្រាយអីធ្វើទៅហេតុអីបានយកទៅហ៊ាន18អ្នកជាចំណាប់ខ្មាំងព្រោះពួកគាត់អត់មានខុសអីទាំងអស់ពេលដែលបាញ់គ្នាចប់ថ្ងៃ28ចុះហត្ថលេខារួចបាត់ឈប់បាញ់មានហើយហ្នឹងដល់ថ្ងៃទី29ព្រឹកម៉ោង8 9ព្រឹកហើយវាឈប់មានបាញ់ហើយហេតុអីបានជាយើងទៅចាប់ទាហានខ្មែរបានថាគាត់កំពុងតែប្រយុទ្ធតដៃគ្នាវាមានបាត់ឈប់បាញ់ហើយយើងចាប់ក្រោយការប្រយុទ្ធគ្នាហ្នឹងតើវាមានច្បាប់ឯណាឲ្យទៅចាប់ឆ្លើយសឹកក្រោយការចុះហត្ថលេខាបាត់ឈប់បាញ់តើមានហេតុផលអីដែលអាចបញ្ជាក់ថាទាហានខ្មែរនឹងបំពេញក្រៅតែពីថៃខ្លួនឯងជាអ្នកបំពេញហ្នឹងហើយដល់ពេលអញ្ចឹងខ្មែរយើងក៏នៅតែតវ៉ាកោលទោសជូនដំណឹងអំពាវនាវមិនទទួលយកបានក៏នៅតែមិនប្តឹងគេហើយឥឡូវរហូតដល់ប៉ុណ្ណឹងគេធ្វើបាបយើងរហូតដកកំភ្លើងយើងចេញអស់ពីព្រំដែនក៏នៅតែថៃកិច្ចកុកអញ្ចឹងទៀតឥឡូវដាក់កំណត់លក្ខខណ្ឌថា4ទៀតតែខ្ញុំជឿថានេះជារឿងនយោបាយច្រើនជាងបងប្អូនមិនមែនជារឿងបច្ចេកទេសទេថៃគាត់មានរឿងនយោបាយរបស់គាត់ហ្នឹងគឺចិត្តបោះឆ្នោតគាត់ហើយដល់អញ្ចឹងទៅយកមកធ្វើបាបយើងហើយដល់ពេលធ្វើបាបយើងធូរយើងទុនយើងអត់ធ្មត់អញ្ចឹងរហូតថៃជន់យើងបានរហូតអានេះហើយគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រហើយដែលយើងធ្វើឲ្យថៃជន់យើងបានណាគឺថៃមានព្រៀបហើយយើងសុកចិត្តយកឈ្នះចិត្តអន្តរជាតិយកឈ្នះចិត្តថាចង់បានសុខសន្តិភាពប៉ុន្តែគេជន់យើងព្រោះដោយសារតែយើងអត់ដែលទម្លាប់អញ្ចឹងទេខ្មែរយើងដែលអនុគ្រោះខ្មែរគ្នាឯងពីអង្កលងើបមួយវាយមួយខ្ទេចខ្ទីអស់ហើយពេញស្រុកអស់ហើយសំបីតែលោកផុនយុទ្ធដែលពីការជិះតារទេសមិននឹងផងតែចាប់គាត់ដាក់គុកលើកទី3ហើយអស់លោកលេបចូលហើយចោះដល់ពេលជាមួយគេគឺអស់លោកអត់ធ្មត់រហូតតែខ្ញុំថាអត់ធ្មត់ក៏អត់ទៅអីទេខ្ញុំចង់ឲ្យតែប្តឹងដល់តែពេលទៅប្តឹងនៅតុលាការ ICJ អត់ប្តឹងដឹងថ្ងៃហ្នឹងលោកប៊ុនស៊ីនបាត់ខ្លាំងថាម៉េចហ៎លោកប៊ុនស៊ីនបាត់ខ្លាំងហ្នឹងសម្ោចក្នុងខោសំបីតែរត្រែតទៅហើយហ្នឹងក៏យកអាសម្ោចហ្នឹងចងកស៊ូជាប់នៅក្នុងខោហ្នឹងអត់យកវាចេញដែរម៉ោងហ្នឹងគាត់មកថ្លែងសារប្រាប់ថាគាត់ប្រហើបកកោកកាយទៀតហើយគាត់ប្រហើបប្រាប់ថាណែអាថ្ងៃបាញ់គ្នាដំបូងថ្ងៃ4កក្កដាហ្នឹងណាបាញ់មកប្រាវភ្លាមហ្នឹងមានថ្នាក់លើនៅរដ្ឋាភិបាលថៃហ្នឹងបញ្ជាមកឲ្យយោធាឲ្យឈប់បាញ់នឹងគាត់ថាម៉េចទេទុកមុខឲ្យអ្នកឯងសិតតែក្បត់ជាតិទាំងអស់នេះគាត់និយាយរឿងក្បត់ជាតិបាញ់ជាមួយខ្មែរមកប្រាវហ្នឹងហើយមានថ្នាក់លើថៃអញ្ចឹងបានថាម៉ោងហ្នឹងក៏យើងគិតថាថៃគេមិនមែនលីលាគ្រប់គ្នាទេក៏វាមានកម្រិតគេចង់បានសុខសន្តិភាពជាមួយខ្មែរដែរតែរឿងយោធាខ្មែរសម្រាប់ក្នុងខោទេឃើញទេយោធាថៃហ្នឹងអាក្រក់មែនតើកម្រិតរដ្ឋាភិបាលថៃចង់តែផ្សះផ្សាចង់តែជានីគ្នាដែរទេគ្រាន់តែបាញ់ប្រាវហ្នឹងគឺខាងថ្នាក់លើរបស់រដ្ឋាភិបាលថៃបញ្ជាឲ្យយោធាថាឈប់បាញ់តែលោកប៊ុនស៊ីនបាត់ខ្លាំងគាត់ថាចាំតែស្ដាប់តាបាញ់ទៀតបាញ់បាន3 4ថ្ងៃជាប់គ្នាហ្នឹងខាងលើស្រែកមកយ៉ាងម៉េចក៏គាត់អត់ស្ដាប់គាត់ថាអ្នកទាំងអស់ខាងលើហ្នឹងដែលបញ្ជាមកហ្នឹងត្រូវជាប់ទោសក្បត់ជាតិបហាជីវិតទៀតហ៎នេះគាត់និយាយគម្រាមអញ្ចឹងទៅទៀតប្រាប់ជនជាតិថៃគ្នាឯងឃើញរដ្ឋាភិបាលថៃនិងយោធាគាត់ដើរប្រច្រាស់ទិសគ្នាហើយយើងវិលក្បងតាមពួកគាត់យើងទៅត្រូវគ្នាជាមួយរដ្ឋាភិបាលយោធាទៅផ្លូវផ្សេងអត់ប្រយោជន៍អាលីងឥឡូវយើងជជែកជាមួយរដ្ឋាភិបាលដោះលែងថ្ងៃណាតែយោធានោះស្ថិតក្រោមការគ្រប់គ្រងណាយោធាខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃបើយោធាថៃអ្នកចាប់បើគាត់មិនដោះលែងទៅធ្វើអីគាត់ឥឡូវលោកប៊ុនស៊ីនបាត់ខ្លាំងមកនិយាយអញ្ចឹងចង់មិនចង់ប្រាប់ទៅមេដឹកនាំថៃហើយការមេដឹកនាំថៃណានៅកាន់ក្រសួងការពារជាតិពេលនោះហើយណាកាន់ជានាយករដ្ឋមន្ត្រីស្ដីទីពេលនោះគឺលោកភូមិថៃវិឆាយឆៃហើយនឹងអ្នកដែលកាន់ក្រសួងការពារជាតិនៅពេលនោះគឺលោកណាត់តភងណាផានិចនេះដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិសប្ងៃលោកអនុទិនច័ន្ទវិរៈគុលពេលដែលបានឈ្មោះជានាយករដ្ឋមន្ត្រីភ្លាមគាត់អត់រុះរើរដ្ឋមន្ត្រីក្រសួងការពារជាតិមួយនេះទេណាទុកព្រោះរដ្ឋមន្ត្រីក្រសួងការពារជាតិនេះគឺជាកូតារបស់គណៈបកភឿថៃរបស់អ្នកស្រីបថងឋានទេណាប៉ុន្តែគណៈបកភូមិចៃថៃហ្នឹងគិតថាលោកណាត់តភងដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិហ្នឹងធ្លាប់ដោះស្រាយរឿងព្រំដែនហ្នឹងបានយូរហើយដូច្នេះខ្ជិលរុះរើទុកឥឡូវនេះស្រាប់តែពេលដែលលោកប៊ុនស៊ិនបាត់ខ្លាំងមកនិយាយថាមានអ្នកបញ្ជាឲ្យតបឈប់បាញ់នៅថ្ងៃទី1ឲ្យតបថៃឈប់បាញ់នៅថ្ងៃទី1ហ្នឹង
ហើយគាត់ថានេះគឺជាបទបញ្ជាក្បត់ជាតិគួរតែប្រហារជីវិតហើយឥឡូវមានអ្នកណាមានតែពីរហ្នឹងឥឡូវថ្ងៃហ្នឹងលោកណាត់តភុងណាផនិចមកប្រាប់សារព័ត៌មានអន្តរជាតិនិងជាតិយើងថាជាតិថៃថាលោកមិនមែនជាអ្នកបញ្ជាឲ្យឈប់បាញ់នៅថ្ងៃទី1ហ្នឹងទេឥឡូវគាត់ដោះខ្លួនរួចមួយណាគាត់ថាអត់អ្នកបញ្ជាឲ្យឈប់ទេអញ្ចឹងអ្នកណាអ្នកបញ្ជាឲ្យឈប់មានតែលោកភូមិថៃវិឆាយាឆៃដែលជារដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីស្ដីទីជំនួសឲ្យនាងបៃថងឋានដែលត្រូវគេព្យួរតំណែងនាយករដ្ឋមន្ត្រីក្រោយលោកហ៊ុនសែនបញ្ចេញសារអត្តសម្លេងបែកធ្លាយពីរឿងការសន្ទនាគ្នាជាសម្ងាត់ហ្នឹងអញ្ចឹងបានន័យថាលោកភូមិថៃវិឆាយាឆៃកំពុងคลายទៅជាបុគ្គលដែលនឹងរងការដាក់សម្ពាធពីថៃនេះទៀតដោយសារអីចិត្តបោះឆ្នោតមកដល់តែហ៊ានថៃនេះកំពុងតែចង់ធ្វើយ៉ាងម៉េចឲ្យគណៈបកភឿថៃនេះធ្លាក់ឆ្នោតព្រោះមានមនុស្សនៅក្នុងគណៈបកភឿថៃហ្នឹងក្បត់ជាតិចង់និយាយចឹងចង់ពេលដែលឈប់បាញ់អញ្ចឹងពេលតែមានបាញ់គ្នាភ្លាមចង់ឲ្យឈប់ភ្លាមខ្ញុំជឿថាគណៈបកភឿថៃឬក៏មន្ត្រីនៅក្នុងរដ្ឋាភិបាលថៃកាលសម័យអ្នកស្រីបៃថងឋានប្រហែលជាគិតថាវាមិនត្រឹមត្រូវនៅក្នុងការឈ្លានពានកម្ពុជានឹងឯងបានជាចង់ឲ្យឈប់បាញ់ភ្លាមប៉ុន្តែយោធាថៃដែលសម័យក្នុងខោគឺអត់ឈប់បាញ់រហូតបាន3 4ថ្ងៃហើយលោកប៊ុនស៊ីនបាត់ខ្លាំងថ្ងៃហ្នឹងគាត់និយាយទៀតថាបើកុំតែហ៊ានថៃអត់ឈប់កុំអីវាយយកទីតាំងទាំង